សកម្មដ៏អាក្រក់សម្រាប់មហាអំណាចរុស្ស៊ីមូលដ្ឋានយន្តហោះទម្លាក់គ្រាប់បែក4កន្លែងជាមួយនឹងយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រចំនួន41គ្រឿងត្រូវបានកំទេចដោយកងប្រតិបត្តិការដ្រូនរបស់ប្រទេសអ៊ុយក្រែនខណៈនេះបើយោងតាមបណ្ដាញផ្សាយព័ត៌មាន Kyiv Independent ចុះផ្សាយកាលពីថ្ងៃទី1 ខែមិថុនាឆ្នាំ2025នេះដោយស្រង់ប្រភពចេញពីប្រទេសអ៊ុយក្រែនគឺបានឲ្យដឹងថាចំពោះប្រតិបត្តិការដ្រូនដែលបញ្ជាដោយកងសន្តិសុខនៃកងកម្លាំងប្រតិបត្តិការរបស់ប្រទេសអ៊ុយក្រែនបានបើកការវាយប្រហាររបស់ខ្លួនចូលជ្រៅមែនទែនគឺនៅខាងក្នុងទឹកដីរបស់ប្រទេសមហាអំណាចរុស្ស៊ីនេះរហូតដល់វាយប្រហារទៅលើមូលដ្ឋានទ័ពអាកាសរបស់រុស្ស៊ីទីតាំងស្តុកយន្តហោះទម្លាក់គ្រាប់បែកធនធ្ងន់របស់រុស្ស៊ីទៀតផងខណៈពេលនេះបើតាមដំណឹងមកថាយ៉ាងហោចណាស់មូលដ្ឋាននៃយន្តហោះទម្លាក់គ្រាប់បែករបស់រុស្ស៊ីចំនួន4ទីតាំងនៅទូទាំងប្រទេសរុស្ស៊ីត្រូវបានកំទេចរួមនឹងការបំផ្លាញនៅយន្តហោះទម្លាក់គ្រាប់បែករបស់រុស្ស៊ីដល់ទៅចំនួន41គ្រឿងបើយោងតាមបណ្ដាញផ្សាយព័ត៌មាន Kyiv Independent របស់អ៊ុយក្រែនដដែលនេះគឺបានឲ្យដឹងថាក្រុមប្រតិបត្តិការមួយដែលគេហៅថាការតាមប្រម៉ាញ់កំទេចទីតាំងសំខាន់របស់កងទ័ពរុស្ស៊ីនេះដោយអ៊ុយក្រែនបើកប្រតិបត្តិការដ្រូនរយៈចម្ងាយឆ្ងាយដោយវាយប្រហារទៅលើគោលដៅជាច្រើនកាលពីសប្តាហ៍មុនក៏មានការចុះផ្សាយផងដែរថាទីតាំងស្តុកគ្រាប់មីស៊ីលរបស់រុស្ស៊ីទីតាំងគ្រាប់កំភ្លើងធំរបស់រុស្ស៊ីក៏ត្រូវបានរងការវាយប្រហារហើយលើសពីនេះទៅទៀតនោះអ្វីដែលធ្វើឲ្យមានការកត់សម្គាល់នោះផែនការវាយប្រហាររបស់កងទ័ពនៃប្រទេសអ៊ុយក្រែនដោយប្រើប្រាស់ដ្រូនរយៈចម្ងាយឆ្ងាយរហូតដល់ទៅជាង 3000 គីឡូម៉ែត្រនេះគឺប្រតិបត្តិការមួយនេះបានរៀបចំបើកប្រតិបត្តិការគឺមួយឆ្នាំកន្លះមកហើយគឺជាលើកដំបូងដែលវាយប្រហារបានជោគជ័យយ៉ាងសម្បើមវាយប្រហារទៅលើមូលដ្ឋានទ័ពអាកាសរបស់រុស្ស៊ីយ៉ាងតិចចំនួន4កន្លែងគឺនៅទូទាំងប្រទេសរុស្ស៊ីក្រុមអង្គភាពសន្តិសុខរបស់រុស្ស៊ីគឺបានឲ្យដឹងថានៅក្នុងតំបន់ជ្រៅខាងក្នុងទឹកដីរបស់រុស្ស៊ីដែលទីតាំងលាក់ទុកគ្រាប់រំសេវសពាវុធទំនើបរបស់រុស្ស៊ីក៏ត្រូវបានដ្រូនរបស់ប្រទេសអ៊ុយក្រែនរយៈចម្ងាយឆ្ងាយនេះតាមប្រម៉ាញ់និងកំទេចបានទៀតផងបើយោងតាមសេចក្តីរាយការណ៍របស់កងសន្តិសុខនៃប្រទេសអ៊ុយក្រែនគឺបានឲ្យដឹងថាការវាយប្រហារទៅលើមូលដ្ឋានទ័ពអាកាសរបស់ប្រទេសរុស្ស៊ីដែលផ្ទុកដោយយន្តហោះចម្បាំងធនធ្ងន់គឺដ្រូនរបស់ប្រទេសអ៊ុយក្រែននោះបានធ្វើការបើកការវាយប្រហារបានដល់ទៅចម្ងាយជាង 4000 គីឡូម៉ែត្រឯណោះដោយគិតចេញពីទីតាំងរបស់ដ្រូនដែលបាញ់ចេញពីខាងក្នុងទឹកដីរបស់ប្រទេសអ៊ុយក្រែនហើយមូលដ្ឋានទ័ពអាកាសរបស់រុស្ស៊ីដ៏សំខាន់បំផុតប៊ីឡាយ៉ាដែលស្ថិតនៅក្នុងតំបន់អ៊ីស្កាបក៏ត្រូវរងការវាយប្រហារទីនោះហើយដែលរុស្ស៊ីដាក់ពង្រាយនៅយន្តហោះទម្លាក់គ្រាប់បែកមូលដ្ឋានទ័ពអាកាសរបស់ប្រទេសរុស្ស៊ីមួយកន្លែងទៀតឈ្មោះថាអូលីនយ៉ាស្ថិតនៅតំបន់មូលម៉ាក់ស្ថិតនៅខាងក្នុងទឹកដីរបស់ប្រទេសរុស្ស៊ីដដែលនេះមូលដ្ឋានទ័ពអាកាសរបស់រុស្ស៊ីមួយទៀតដាហ៊ីលីលស្ថិតនៅតំបន់រីយ៉ាសមូលដ្ឋានទ័ពអាកាសមួយទៀតអ៊ីវ៉ាន់ណូវូដែលស្ថិតនៅក្នុងតំបន់អ៊ីវ៉ាន់ណូវូនេះសុទ្ធសឹងជាមូលដ្ឋានទ័ពអាកាសរបស់ប្រទេសរុស្ស៊ីត្រូវបានរងការវាយប្រហារពីសំណាក់ដ្រូនរយៈចម្ងាយឆ្ងាយរបស់ប្រទេសអ៊ុយក្រែនបើយោងតាមការធ្វើបច្ចុប្បន្នភាពដោយកងកម្លាំងនៃកងទ័ពរបស់ប្រទេសអ៊ុយក្រែនដែលទទួលបានប្រភពខាងក្នុងពីទឹកដីរបស់រុស្ស៊ីយន្តហោះធុនធ្ងន់របស់រុស្ស៊ីប្រភេទ A50ទូ95ទូ 22M 41គ្រឿងគឺត្រូវបានបាញ់កំទេចកងអង្គភាពសន្តិសុខរបស់អ៊ុយក្រែនបានធ្វើរបាយការណ៍បន្តទៀតថាចំពោះប្រតិបត្តិការដ្រូននេះបានបង្កឲ្យប្រទេសរុស្ស៊ីបាត់បង់បើគេនិយាយអំពីហិរញ្ញវត្ថុគឺមានតម្លៃរហូតដល់ទៅ$7000 លានសហរដ្ឋអាមេរិកហើយជួយកាត់បន្ថយមីស៊ីលរបស់រុស្ស៊ីគឺមីស៊ីលគ្រូសដែលតែងតែបើកការវាយប្រហារមកលើទឹកដីនៃប្រទេសអ៊ុយក្រែននោះគឺកាត់បន្ថយបានចំនួន 34% បើយោងតាមភ្នាក់ងារចារកម្មនៃប្រទេសអ៊ុយក្រែនគឺបានឲ្យដឹងថាព័ត៌មានលម្អិតដែលបញ្ជាក់បន្ថែមទៀតអំពីយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្ររបស់ប្រទេសរុស្ស៊ីធនធ្ងន់ទាំងនេះដែលរងការវាយប្រហារគឺនឹងត្រូវបញ្ជាក់យ៉ាងពិស្ដារនៅពេលដ៏ឆាប់ខាងមុខនេះកងកម្លាំងប្រតិបត្តិការដ្រូននៃប្រទេសអ៊ុយក្រែនគឺនៅតែសច្ចាថានឹងនៅតែបន្តវាយប្រហារទៅលើគោលដៅជាច្រើនរបស់រុស្ស៊ីគឺគោលដៅយោធាដើម្បីតាមប្រម៉ាញ់កំទេចសពាវុធរបស់រុស្ស៊ីឲ្យបានច្រើនបំផុតកងអង្គភាពសន្តិសុខរបស់ប្រទេសអ៊ុយក្រែនបានបញ្ជាក់ថាខ្លួនគេនឹងបើកការវាយប្រហារទៅលើគោលដៅជាច្រើនរបស់ប្រទេសរុស្ស៊ីគឺនៅតំបន់សមុទ្របន្ថែមទៀតនៅលើលំហអាកាសនិងនៅលើដីហើយវាជារឿងចាំបាច់ណាស់ដែលត្រូវកំទេចទីតាំងអាវុធសំខាន់របស់រុស្ស៊ីនេះមានវីដេអូឃ្លីបមួយបានបង្ហាញអំពីយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្ររបស់ប្រទេសរុស្ស៊ីប្រភេទទូ 95ទូ 22M គឺឆេះយ៉ាងសន្ធោសន្ធៅនៅទីតាំងមូលដ្ឋានរ
របស់ពួកគេដែលមានចំនួន4ទីតាំងដែលរងការវាយប្រហារពីប្រតិបត្តិការដ្រូននៃប្រទេសអ៊ុយក្រែនមានវីដេអូមួយដែលមិនបានបញ្ចេញឈ្មោះរបស់ម្ចាស់ Channel នោះបានបង្ហាញពីដ្រូនរបស់អ៊ុយក្រែនបើការវាយប្រហារហើយដ្រូននោះបើការវាយប្រហារចំគោលដៅសំខាន់ជាច្រើនរបស់រុស្ស៊ីដែលតាមពិតទីតាំងដែលផ្ទុកយន្តហោះទម្លាក់គ្រាប់បែកធុនធ្ងន់របស់រុស្ស៊ីត្រូវរងការវាយប្រហារអភិបាលតំបន់អ៊ីកាកនៃប្រទេសរុស្ស៊ីឈ្មោះថាIgor Gusev ក្រោយមកបានបញ្ជាក់ថាការវាយប្រហារដោយដ្រូនទៅលើកងអង្គភាពទីតាំងសំខាន់របស់រុស្ស៊ីមាននៅក្នុងតំបន់របស់គាត់អភិបាលតំបន់ Mark Matt បានទទួលស្គាល់ថាតំបន់របស់លោកពិតជាត្រូវរងការវាយប្រហារពីដ្រូនរបស់អ៊ុយក្រែនកាលពីយប់ថ្ងៃទី1ខែមិថុនាឆ្នាំ2025នេះក្រសួងការពារជាតិរបស់ប្រទេសរុស្ស៊ីបាននិយាយថាអ្វីដែលជាការវាយប្រហារដោយក្រុមដ្រូនរបស់អ៊ុយក្រែនមកពីកងអង្គភាពរបស់ប្រទេសអ៊ុយក្រែននេះគឺវាមិនខុសអីពីអំពើភេរវកម្មនោះទេដែលយ៉ាងតិចមូលដ្ឋានទ័ពអាកាសរបស់ប្រទេសរុស្ស៊ី4កន្លែងត្រូវរងការវាយប្រហារអ៊ុយក្រែនបានកំណត់គោលដៅក្នុងការវាយប្រហារដោយដ្រូនរយៈចម្ងាយឆ្ងាយរបស់ខ្លួនទៅលើប្រទេសរុស្ស៊ីនេះគឺទៅលើទីតាំងដាក់ពង្រាយយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្ររបស់រុស្ស៊ីគឺជាលើកដំបូងហើយដែលប្រទេសអ៊ុយក្រែនបញ្ជាក់ពីការដែលដ្រូនរបស់ខ្លួនមានសមត្ថភាពខ្លាំងអាចរត់បានចម្ងាយដល់ទៅ 4000 គីឡូម៉ែត្រជម្រៅខាងក្នុងទឹកដីរបស់រុស្ស៊ីដោយវាយប្រហារបានពាសពេញនៃប្រទេសរុស្ស៊ីនេះមកដល់ពេលនេះរុស្ស៊ីនៅតែមិនទាន់បានបញ្ជាក់ថាតើយន្តហោះទម្លាក់គ្រាប់បែករបស់ខ្លួនទម្ងន់ធ្ងន់បំផុតនេះពិតជារងការវាយប្រហារពិតប្រាកដដែរឬទេហើយវាបាត់បង់ចំនួនដូចនេះឬក៏យ៉ាងណានៅតែមិនទាន់បានបញ្ជាក់នៅឡើយនោះទេប៉ុន្តែប្រភពដែលចេញពីតំបន់ដែលរងការវាយប្រហារនោះគឺបានឲ្យដឹងថាយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្ររបស់រុស្ស៊ីដែលមានតម្លៃរាប់ពាន់លានដុល្លារសហរដ្ឋអាមេរិកនោះត្រូវបានកំទេចរហូតដល់ទៅចំនួន41គ្រឿងធ្វើឲ្យប្រទេសមហាអំណាចរុស្ស៊ីនេះបាត់បង់នូវថវិកាបើគិតជាទំហំសាច់ប្រាក់ដល់ទៅចំនួន7000លានដុល្លារសហរដ្ឋអាមេរិកប្រធានាធិបតីរបស់អ៊ុយក្រែនក៏ដូចជាមេអង្គភាពកងសន្តិសុខរបស់អ៊ុយក្រែន Vasil Manichuk បញ្ជាក់អំពីប្រតិបត្តិការរបស់ខ្លួនដោយប្រើប្រាស់ដ្រូនរយៈចម្ងាយឆ្ងាយបាញ់ជោគជ័យយ៉ាងសម្បើមដូចនេះកាលពីក្នុងខែមីនាប្រទេសអ៊ុយក្រែនបានប្រកាសថាខ្លួនគេបានអភិវឌ្ឍដ្រូនរយៈចម្ងាយឆ្ងាយដែលវាអាចរត់បានដល់ទៅ 3000 គីឡូម៉ែត្រយ៉ាងណានោះប្រទេសអ៊ុយក្រែនមិនបានបញ្ជាក់ថាដ្រូនរយៈចម្ងាយឆ្ងាយនេះវាមានឈ្មោះអ្វីនោះទេដែលបើកប្រតិបត្តិការវាយចំគោលដៅរហូតដល់កំទេចមូលដ្ឋានទ័ពអាកាសរបស់ប្រទេសរុស្ស៊ីបានដល់ទៅចំនួន4ទីតាំងនេះយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្ររបស់រុស្ស៊ីទូ95ទូ22និងទូ160តែងតែបើកការវាយប្រហារចូលទៅខាងក្នុងទឹកដីរបស់អ៊ុយក្រែនដោយបាញ់មីស៊ីលរយៈចម្ងាយឆ្ងាយហើយការវាយប្រហាររបស់ក្រុមយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រទាំង3ប្រភេទនេះរុស្ស៊ីចុងក្រោយនេះមិនបានបើកការវាយប្រហារដោយទម្លាក់គ្រាប់បែកឬក៏បើកការវាយប្រហារដោយការបាញ់ប្រហារត្រង់ចេញពីលំហអាកាសនៃប្រទេសអ៊ុយក្រែននោះទេគឺយន្តហោះទាំង3ប្រភេទនេះវាស្ថិតនៅក្នុងដែនអាកាសរបស់ប្រទេសរុស្ស៊ីហើយបាញ់មីស៊ីលទៅលើគោលដៅជាច្រើនក្នុងទឹកដីរបស់ប្រទេសអ៊ុយក្រែនព្រោះវាខ្លាចត្រូវបានបាញ់ទម្លាក់ដោយប្រព័ន្ធការពារដែនអាកាសរបស់អ៊ុយក្រែនជាពិសេសគឺប្រព័ន្ធការពារដែនអាកាស Patriot ដែលជាជំនួយរបស់ក្រុមប្រទេសបស្ចិមលោកខណៈពេលនេះរុស្ស៊ីចាប់ផ្ដើមប្តឹងអ៊ុយក្រែនទៅកាន់អង្គការសហប្រជាជាតិឲ្យអ៊ុយក្រែនបញ្ឈប់ការប្រយុទ្ធរបស់ខ្លួននៅសមរភូមិបើចង់បានសន្តិភាពឯកអគ្គរដ្ឋទូតរបស់រុស្ស៊ីដែលប្រចាំនៅអង្គការសហប្រជាជាតិគឺលោក Vasily Demensya ដែលជាប្រធានពិសេសរបស់ប្រទេសរុស្ស៊ីនេះប្រទេសរុស្ស៊ីនៅខណៈនេះគឺកំពុងតែពិចារណាទទួលយកនៅបទឈប់បាញ់ចំពោះសង្គ្រាមនៅលើទឹកដីនៃប្រទេសអ៊ុយក្រែនក៏ប៉ុន្តែវាអាចកើតឡើងទៅបានលុះត្រាតែអ៊ុយក្រែនបញ្ឈប់នៅការទទួលយកនៅអាវុធយុទ្ធភ័ណ្ឌផ្សេងពីក្រុមប្រទេសពួកបស្ចិមលោកក្រុមប្រទេសបស្ចិមលោកត្រូវតែបញ្ឈប់ការផ្ដល់អាវុធទៅឲ្យអ៊ុយក្រែនហើយចំពោះអ៊ុយក្រែនខ្លួនគេផ្ទាល់ត្រូវតែបញ្ឈប់ការធ្វើចលនាកងទ័ពរបស់ខ្លួនក្នុងការប្រយុទ្ធប្រឆាំងជាមួយនឹងកងទ័ពរបស់ប្រទេសរុស្ស៊ីគឺរុស្ស៊ីអាចទទួលយកបានត្រឹមតែការផ្ដល់សន្តិភាពទៅឲ្យប្រទេសអ៊ុយក្រែនវិញនោះហើយនេះត្រូវបានស្រង់យកមកចុះផ្សាយដោយបណ្ដាញផ្សាយព័ត៌មានរបស់ប្រទេសរុស្ស៊ីនៃទីសារព័ត៌មានតាក់របស់
របស់រុស្ស៊ីកាលពីថ្ងៃទី30ខែឧសភាឆ្នាំ2025នេះសម្រងសម្ដីឯកអគ្គរដ្ឋទូតរបស់រុស្ស៊ីរូបនេះដោយបានបញ្ជាក់ន័យថាជាគោលការណ៍យើងរុស្ស៊ីទទួលយកបទឈប់បាញ់ដើម្បីបង្កើតយុទ្ធសន្តិភាពមួយយ៉ាងរឹងមាំនៅក្នុងប្រទេសអ៊ុយក្រែនដែលយើងចង់ឲ្យឃើញមានដំណោះស្រាយច្បាស់លាស់មួយដំណោះស្រាយដែលកាត់ឫសគល់ដែលបង្កឲ្យមានសង្គ្រាមនៅពេលនេះរវាងប្រទេសរុស្ស៊ីនិងប្រទេសអ៊ុយក្រែនឯកអគ្គរដ្ឋទូតរបស់រុស្ស៊ីបានថ្លែងដូចនេះទៅកាន់ក្រុមប្រឹក្សាអង្គការសហប្រជាជាតិលោកបានទាមទារឲ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបង្ខំឲ្យអ៊ុយក្រែនឈប់ធ្វើចលនាកងទ័ពរបស់ខ្លួនក្នុងការប្រយុទ្ធប្រឆាំងជាមួយនឹងកងទ័ពរបស់ប្រទេសរុស្ស៊ីគឺជាប្រទេសអចិន្ត្រៃយ៍នៅក្នុងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិតំណាងរបស់ប្រទេសរុស្ស៊ីរូបនេះបានស្នើឲ្យមានកិច្ចប្រជុំមួយហើយកិច្ចប្រជុំនេះគឺឯកអគ្គរដ្ឋទូតរបស់រុស្ស៊ីចោទទៅលើប្រទេសអឺរ៉ុបថាបាននឹងកំពុងបំផ្លាញនៅកិច្ចខិតខំប្រឹងប្រែងសន្តិភាពឯកអគ្គរដ្ឋទូតរបស់រុស្ស៊ីនៅតែបញ្ជាក់ថាក្នុងបទឈប់បាញ់ណាមួយគឺតម្រូវឲ្យរដ្ឋាភិបាលលោកខាងលិចបញ្ចប់នៅការគ្រប់គ្រងសភាវុធគ្រប់បែបយ៉ាងទៅឲ្យអ៊ុយក្រែនបើតាមឯកអគ្គរដ្ឋទូតរបស់រុស្ស៊ីរូបនេះនៅក្នុងអំឡុងនៃបទឈប់បាញ់គ្នានោះវាពិតជាមានសារៈសំខាន់ណាស់ដែលក្រុមប្រទេសបច្ចិមលោកគឺត្រូវតែបញ្ឈប់ឲ្យបានការផ្ដល់អាវុធទៅឲ្យប្រទេសអ៊ុយក្រែនហើយអ៊ុយក្រែនខ្លួនគេផ្ទាល់មិនត្រូវធ្វើចលនាកងទ័ពដើម្បីប្រយុទ្ធប្រឆាំងវាបកទៅលើកងទ័ពរបស់ប្រទេសរុស្ស៊ីនោះទេបើយោងតាមសេចក្តីរាយការណ៍របស់ឯកអគ្គរដ្ឋទូតរបស់រុស្ស៊ីរូបនេះគឺធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះនៅពេលដែលការចរចាមួយលើកទៀតរវាងរុស្ស៊ីនិងអ៊ុយក្រែនដែលគេរំពឹងថានឹងធ្វើឡើងនៅលើទឹកដីនៃទីក្រុងអ៊ីស្តង់ប៊ុលរបស់ប្រទេសទូគីគឺនៅថ្ងៃទី2ខែមិថុនាឆ្នាំ2025នេះគឺជាសំណើរបស់ទីក្រុងមូស្គូដោយស្នើឲ្យមានការចរចាជុំទី2ជាថ្មីម្ដងទៀតនេះក៏ព្រោះតែទីក្រុងមូស្គូចង់ឃើញថាតើអ៊ុយក្រែនចង់បានអ្វីពីកិច្ចព្រមព្រៀងនៅអនុសារណៈរវាងប្រទេសរុស្ស៊ីនិងប្រទេសអ៊ុយក្រែនប៉ុន្តែបើយោងតាមបណ្ដាញផ្សាយព័ត៌មាន Kyiv Independent បានចុះផ្សាយថាប្រទេសអ៊ុយក្រែនបានទាត់ចោលទៅហើយនៅការដាក់លក្ខខណ្ឌណាមួយឲ្យប្រទេសអ៊ុយក្រែនបញ្ឈប់ការតស៊ូរបស់ខ្លួនដើម្បីសេរីភាពដើម្បីប្រទេសរបស់ខ្លួនគឺសុកចិត្តឲ្យសត្រូវឈ្លានពានវាយប្រហារគឺវាមិនអាចទៅរួចនោះទេរដ្ឋមន្ត្រីការបរទេសរបស់ប្រទេសអ៊ុយក្រែនអង្គទ្រីស៊ីប៊ីហាលោកបានហៅការអំពាវនាវនិងលក្ខខណ្ឌរបស់ទីក្រុងមូស្គូតាមរយៈអ្នកការទូតរបស់រុស្ស៊ីរូបនេះវាដូចជាការទះកំភ្លៀងឬក៏វាយបកក្នុងការបន្ថោកបង្អាក់នៅដំណើរការសន្តិភាពទៅវិញនោះទេដែលក្នុងនោះសូម្បីតែប្រទេសចិនប្រទេសប្រេស៊ីលក៏គេគៀបសង្កត់ឲ្យប្រទេសរុស្ស៊ីបញ្ចប់សង្គ្រាមផងដែរគេមិនគៀបសង្កត់តែប្រទេសអ៊ុយក្រែននោះទេក៏ព្រោះតែប្រទេសអ៊ុយក្រែនគឺជាជនរងគ្រោះលោករដ្ឋមន្ត្រីការបរទេសរបស់អ៊ុយក្រែនបានបញ្ជាក់ដូចនេះនៅលើបណ្ដាញសង្គម X ហើយអត្ថបទសំណេររបស់គាត់មានខ្លឹមសារដូចនេះនៅពេលដែលពិភពលោកទាំងមូលទទូចថាពេលវេលាសម្រាប់បញ្ចប់ការសម្លាប់រង្គាលទៅលើប្រជាជនអ៊ុយក្រែននោះត្រូវតែមកដល់ហើយនោះបែរជាអ្នកការទូតរុស្ស៊ីរូបនេះប្រើប្រាស់យុទ្ធសាស្ត្រឲ្យជនរងគ្រោះលើកដៃចុះចាញ់សំពះអ្នកឈ្លានពានទៅវិញសុំសន្តិភាពនិងយុត្តិធម៌ពីអ្នកឈ្លានពានទៅវិញដែលគេកំពុងតែសំពងក្បាលយើងគឺវាមិនអាចទៅរួចនោះទេយើងគឺជាអ្នកតស៊ូដើម្បីសេរីភាពហើយយើងទទូចឲ្យមានការគៀបសង្កត់បន្ថែមទៀតទៅលើទីក្រុងមូស្គូនិងឲ្យពិភពលោកចូលរួមឲ្យបានខ្លាំងក្លាបន្ថែមទៀតដោយគៀបរុស្ស៊ីឲ្យរុស្ស៊ីទទួលស្គាល់ថាសង្គ្រាមរបស់ខ្លួននៅលើទឹកដីនៃប្រទេសអ៊ុយក្រែនគឺជាសង្គ្រាមឈ្លានពានយើងមិនយល់នៅឥរិយាបថភាសាសំដីរបស់អ្នកការទូតប្រទេសរុស្ស៊ីនោះទេដែលបង្ខំឲ្យអ៊ុយក្រែនបញ្ឈប់ការប្រយុទ្ធក្នុងការការពារទឹកដីរបស់ខ្លួននោះគឺវាមិនសមហេតុសមផលនោះទេនៅខណៈដែលជនរងគ្រោះមានសិទ្ធិក្នុងការការពារខ្លួនឯងដូចនេះពិភពលោកនៅពេលនេះកំពុងតែអំពាវនាវឲ្យរុស្ស៊ីនិងអ៊ុយក្រែនបញ្ឈប់នៅការប្រយុទ្ធគ្នាដោយទទួលយកនៅយុទ្ធសន្តិភាពដ៏រឹងមាំមួយដើម្បីឆ្ពោះទៅរកការបិទបញ្ចប់សង្គ្រាមគឺយុទ្ធសន្តិភាពដែលគ្មានការដាក់លក្ខខណ្ឌទៅឲ្យគ្នាទៅវិញទៅមកប៉ុន្តែសំណើរបស់សហរដ្ឋអាមេរិកដែលស្នើឲ្យមាននៅយុទ្ធសន្តិភាពបត់ឈប់បាញ់គ្នានេះត្រូវបានទាត់ចោលដោយប្រធានាធិបតីរុស្ស៊ី Vladimir Putin វាមានក្រុងឡាំងតែងតែបើកការវាយប្រហារនៅពាសពេញប្រទេសអ៊ុយក្រែនតែងតែគំរាមអ៊ុយក្រែនជានិច្ចរហូតមកដល់ពេលនេះត្រូវបានរាយការណ៍មកថាកំពុងតែរៀបចំយុទ្ធសាស្ត្រនៅសង្គ្រាមវាយលុកជាលក្ខណៈទ្រង់ទ្រីធំគឺនៅប៉ុន្មានថ្ងៃទៀតនេះទៅលើប្រទេសអ៊ុយក្រែនទីក្រុងមូស្គូត្រូវគេរំពឹងថានឹងដាក់បង្ហាញអនុសារណៈនៅបទឈប់បាញ់របស់ខ្លួននៅថ្ងៃទី2ខែមិថុនាឆ្នាំ2025នេះនៅឯកិច្ចប្រជុំវគ្គទី2នៅទីក្រុងអ៊ីស្តង់ប៊ុលរបស់ប្រទេសទូគីលោករដ្ឋមន្ត្រីការបរទេសនៃប្រទេសរុស្ស៊ី Sergey Lavrov បាននិយាយកាលពីថ្ងៃទី29ខែឧសភាឆ
ឆ្នាំ2025នេះថាសំណើត្រូវបានចែកចាយដោយជំនួយការរបស់វិមានក្រុងឡាំង Vladimir Miniski ដែលដឹកនាំគណៈប្រតិភូរបស់រុស្ស៊ីទៅកាន់តុចរចាកាលពីជុំទី1ប្រធានាធិបតីរបស់ប្រទេសអ៊ុយក្រែនលោក Volodymyr Zelensky រួមនឹងនាយកខុទ្ទកាល័យប្រធានាធិបតីលោក Andriy Yermak បាននិយាយកាលពីថ្ងៃទី29ខែឧសភាថាទីក្រុងគៀវបើកចំហការចរចាជាមួយនឹងប្រទេសរុស្ស៊ីប៉ុន្តែទទូចថារុស្ស៊ីត្រូវតែបង្ហាញពីដំណាភាពនៃអនុស្សារណៈរបស់ខ្លួនមុនការចរចាចាប់ផ្ដើមបើយោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters ការទាមទាររបស់ទីក្រុងមូស្គូចំពោះគោលការណ៍របស់ខ្លួនដែលបញ្ចប់សង្គ្រាមក្នុងនោះរួមមានការដកទ័ពរបស់ប្រទេសអ៊ុយក្រែនចេញពីសមរភូមិជួរមុខប្រគល់ដែនដីចំនួន4ដែលរុស្ស៊ីកំពុងតែកាន់កាប់បាននៅភាគខាងត្បូងនិងភាគខាងកើតទៅឲ្យរុស្ស៊ីនឹងការបដិញ្ញាចិត្តរបស់ប្រទេសអ៊ុយក្រែនត្រូវតែលះបង់ចោលនៅមហិច្ឆតារបស់ខ្លួនដែលចង់ចូលអង្គការយោធា NATO និងការលើកលែងការដាក់ទណ្ឌកម្មរបស់ក្រុមប្រទេសបច្ចិមលោកទៅលើទីក្រុងមូស្គូគឺជាលក្ខខណ្ឌដែលដាក់ចុះមុនហើយទីក្រុងគៀវនិងក្រុមប្រទេសបច្ចិមលោកមិនអាចទទួលយកបានជាដាច់ខាតនៅថ្ងៃច័ន្ទដើមសប្តាហ៍ក្រោយនេះប្រទេសរុស្ស៊ីគឺជាអ្នកស្នើឲ្យមានជំនួបរវាងគណៈប្រតិភូនៃប្រទេសរុស្ស៊ីនិងគណៈប្រតិភូអ៊ុយក្រែនជាថ្មីម្ដងទៀតប៉ុន្តែមកដល់ពេលនេះទីក្រុងគៀវនៅតែស្ទាក់ស្ទើរមិនប្រកាសថាខ្លួនគេនឹងបញ្ជូនគណៈប្រតិភូទៅចូលរួមនោះទេបើរុស្ស៊ីមិនបង្ហាញថាតើអនុស្សារណៈ MOU របស់រុស្ស៊ីមានអ្វីខ្លះដែលត្រូវបង្ហាញនៅមុនការចរចាចាប់ផ្ដើមនោះរដ្ឋមន្ត្រីការបរទេសនៃប្រទេសអ៊ុយក្រែនក៏ដូចជារដ្ឋមន្ត្រីការពារជាតិរបស់អ៊ុយក្រែនតែងតែលើកឡើងថាការចរចាមួយគ្មានដំណាភាពហើយបែរជាអង្គុយតុចរចាដាក់លក្ខខណ្ឌភ្លាមនៅចំពោះមុខជាមួយគ្នាគឺជារឿងដែលមិនអាចទៅរួចនោះទេចំពោះការចរចាណាមួយដែលចាប់បង្ខំឲ្យអ៊ុយក្រែនចាញ់សង្គ្រាមគឺមិនអាចទៅរួចនោះទេគឺអ៊ុយក្រែនមិនអាចទទួលយកបានជាដាច់ខាតការដែលបង្ខំឲ្យអ៊ុយក្រែនចាញ់សង្គ្រាមនៅពេលដែលអ៊ុយក្រែនមិនបោះបង់ចោលការប្រយុទ្ធរបស់ខ្លួននៅលើសមរភូមិនោះនៅខណៈដែលកងទ័ពរបស់អ៊ុយក្រែននៅតែមានសមត្ថភាពទប់ទល់បានការវាយលុកយ៉ាងសន្ធប់ពីសំណាក់កងទ័ពរបស់រុស្ស៊ីនោះគឺអ៊ុយក្រែនមិនដើរចេញពីសមរភូមិជាដាច់ខាតប្រធានាធិបតីរបស់អ៊ុយក្រែនលោក Volodymyr Zelensky តែងតែប្រាប់ទៅប្រជាជនរបស់អ៊ុយក្រែនថាយើងតស៊ូរហូតទាល់តែប្រទេសរុស្ស៊ីជិនណាយជាមួយនឹងសង្គ្រាមរបស់ខ្លួនហើយទាល់តែរុស្ស៊ីទទួលស្គាល់ថាទណ្ឌកម្មរបស់ប្រទេសបច្ចិមលោកនឹងអាចធ្វើឲ្យសេដ្ឋកិច្ចរបស់រុស្ស៊ីក្រឡាប់ចាក់ប្រសិនបើសេដ្ឋកិច្ចរបស់រុស្ស៊ីក្រឡាប់ចាក់ក៏ធនធានយោធារបស់រុស្ស៊ីក៏អស់ទៀតនោះគឺមានន័យថារុស្ស៊ីកំពុងតែដើរទៅរកភាពដួលរលំដូចទៅនឹងសម័យសហភាពសូវៀតដួលរលំដោយសារតែការប្រជែងសង្គ្រាមត្រជាក់ប្រជែងសព្វាវុធប្រជែងនៅការរត់ប្រណាំងសព្វាវុធសង្គ្រាមផ្កាយជាមួយនឹងសហរដ្ឋអាមេរិកគឺសហភាពសូវៀតដួលរលំនៅក្នុងឆ្នាំ1991ប្រធានាធិបតីរបស់សហរដ្ឋអាមេរិកលោក Donald Trump ក៏បានព្រមានទៅលោក Vladimir Putin កុំចង់លេបត្របាក់អ៊ុយក្រែនទាំងមូលឲ្យសោះគឺជារឿងដែលមិនអាចទៅរួចនោះទេតែផ្ទុយទៅវិញរុស្ស៊ីអាចនឹងដួលរលំរបបរបស់ខ្លួននៅវិមានក្រុងឡាំងក៏អាចថាបាន